បាទសួស្តីទាំងអស់គ្នាបាទថ្ងៃនេះគឺសេមានមេរៀនមួយទៀតដែលចង់ចែករំលែកបាទសម្រាប់អ្នកសិស្សដែលរៀនដំបូងបាទដើម្បីធ្វើការសន្ទនាភាសាជប៉ុនបានយើងត្រូវចេះប្រយោគងាយៗបាទដែលប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនបាទណាបាទអញ្ចឹងគឺយើងនឹងសិក្សារៀនសូត្រអស់គ្នានៅប្រយោគងាយៗដែលប្រើប្រាស់ប្រចាំថ្ងៃបាទអញ្ចឹងនៅក្នុងប្រយោគមួយគឺបាទអត់មានបកជាភាសាខ្មែរសរសេរនៅលើនោះទេអញ្ចឹងគឺនៅពេលដែលសរសេរអានហើយសរសេរនឹងបកជាភាសាខ្មែរហើយខាងក្រោមគឺជាចម្លើយហើយបកជាភាសាខ្មែរគ្នាបាទអញ្ចឹងគឺយើងនឹងសិក្សារៀនសូត្រអស់គ្នាណាបាទអញ្ចឹងអូខេបាទថ្ងៃនេះមាន4 5ប្រយោគដើម្បីយកមកសិក្សាទាំងអស់គ្នាបាទអញ្ចឹងប្រយោគទី1គឺយើងអក្សរ Q នេះមានន័យថាស្មើនឹងសំណួរនោះបាទអញ្ចឹងគឺ konnichiwa konnichiwa បាទ konnichiwa ហ្នឹងបាទយើងប្រើនៅពេលថ្ងៃបាទសួស្តីឬក៏អរុណសួស្តីហ្នឹងបាទយើងប្រើនៅពេលថ្ងៃបាទអញ្ចឹងគឺចម្លើយរបស់វាគឺយើងឆ្លើយទៅវិញនៅ konnichiwa ដូចគ្នាបាទសួស្តីបាទណាអញ្ចឹងគឺភាសាជប៉ុនគឺមានប្រយោគមួយចំនួនគឺគេនិយាយមកយើងគ្រាន់តែយកប្រយោគរបស់គេហ្នឹងគឺយកទៅនិយាយតបគេទៅទាំងដុលក៏คล้ายទៅជាចម្លើយមួយដែរអូខេអញ្ចឹងគឺចម្លើយរបស់វាគឺ konnichiwa ប្រែថាសួស្តីដូចគ្នាណាបាទអញ្ចឹងគឺយើងចូលទៅប្រយោគទី2បាទហើយប្រយោគទី2គឺខាងលើគឺ ogenki desu ka នៅពេលដែលយើងសួរទៅគេគឺថែមអុកនៅនេះអុកណា ogenki desu ka អញ្ចឹងប្រែថាតើសុខសប្បាយទេឬក៏សុខសប្បាយអត់ណាបាទអញ្ចឹងគឺ ogenki desu ka ហើយអញ្ចឹងចម្លើយហើយ Hai genki desu ឬក៏យើងឆ្លើយថា Hai យើងមិនបាច់ចាំដាក់ Hai ក៏បាន genki desu ក៏បានដែរអញ្ចឹងគឺខ្ញុំសូមបកសំណួរខាងលើគឺ O genki desu ka តើអ្នកសុខសប្បាយទេ Hai genki desu បាទក៏ចាស់សុខសប្បាយទេឬក៏សុខសប្បាយធម្មតាទេណាបាទហើយចាស់តទៀតあなたの名前は何ですかあなたの名前は何ですかបាទខាងលើគេសួរថាតើអ្នកឈ្មោះអ្វីដែរណាបាទតើអ្នកមានឈ្មោះអ្វីដែរណាបាទហើយចម្លើយはいA ですឬក៏ A ですបាទ A ហ្នឹងមានន័យថាឈ្មោះរបស់យើងណាយើងបំពេញនៅឈ្មោះរបស់យើងចុចបាទដូចជាបាទលោកសីហាឬក៏លោកអីមួយចឹងមកយើងដាក់នៅកន្លែងហ្នឹងហើយ des នេះគឺយើងឆ្លើយនៅឈ្មោះរបស់យើងអញ្ចឹងគឺកាលណាដែលយើងឆ្លើយឈ្មោះរបស់យើងគឺយើងអត់ដាក់សាន់ទេណាបាទយើងអត់ដាក់សាន់មកឧទាហរណ៍ថាចាន់នីសាន់អីចឹងទេបាទដោយសារតែយើងជាអ្នកឆ្លើយខ្លួនឯងអញ្ចឹងយើងឆ្លើយថាចាន់នី des បាទដោយសារតែខ្ញុំឈ្មោះចាន់នីគឺខ្ញុំដាក់ថាចាន់នី des បាទអញ្ចឹងយើងឆ្លើយតែឈ្មោះមកក៏បានហើយយើងដាក់ថា Hai ចាន់នី des ឬក៏ចាន់នី des ក៏បានណាអូខេអញ្ចឹងតោះសូមចូលទៅប្រយោគមួយទៀតはいនោះមួយទៀតគឺណាあなたはどこから来ましたかあなたはどこから来ましたかតើអ្នកមកពីណាដែរមានន័យថាឧទាហរណ៍ថាយើងនៅក្នុងប្រទេសកម្ពុជាគឺយើងមកពីខេត្តណាឬក៏មកពីតំបន់ណាស្រុកណាប្រទេសណាចឹងណាបាទបើសិនបើយើងឆ្លងប្រទេសឧទាហរណ៍ថាយើងទៅដល់ប្រទេសជប៉ុនអញ្ចឹងគេសួរនឹងគឺចង់ដឹងថាគេយើងមកពីប្រទេសណាហើយណាបាទអញ្ចឹងបើសិនបើយើងនៅក្នុងប្រទេសយើងឧទាហរណ៍នៅប្រទេសកម្ពុជាបាទអញ្ចឹងអាចថាមកពីភ្នំពេញឬក៏មកពីខេត្តផ្សេងឬក៏តំបន់ផ្សេងណាបាទអញ្ចឹងយើងគេសួរតាក់ទងនៅសំណួរមួយហ្នឹងបាទអញ្ចឹងចម្លើយはいភ្នំពេញから来ましたはいភ្នំពេញから来ましたអញ្ចឹងមានន័យថាខ្ញុំដាក់ចម្លើយមួយនេះគឺមានយកភ្នំពេញណាជាគោលមានន័យថាចាស់ឬក៏បាទខ្ញុំមកពីភ្នំពេញបាទអញ្ចឹងគឺយើងកន្លែងហ្នឹងគឺយើងដាក់ឈ្មោះខេត្តរបស់យើងណាបាទឈ្មោះខេត្តរបស់យើងបាទបាត់ដំបងឬក៏កំពង់ចាមមើលហើយកំពង់ស្ពឺឬក៏កំពតជាដើមបាទហ្នឹងគឺយើងដាក់ឈ្មោះនៅខេត្តរបស់យើងនៅកន្លែងអក្សរភ្នំពេញហ្នឹងបាទから来ましたបាទមកពីតំបន់ហ្នឹងឬក៏មកពីខេត្តហ្នឹងបាទអូខេហើយសូមបន្តទៀត
ហើយបន្ទាប់ទៀតគឺយើងចូលដល់សំណួរទី5ក៏បានដែរហើយអាណាតាវៈដូកូごめんសំទោសសំដៅទី6ណាហើយあなたは何歳ですかអាណាតាវ៉ាណានសាយទេសកាបាទនោះគឺសំណួរងាយដែលជាងសួរគ្នាប្រចាំថ្ងៃណាគេសួរថាតើអ្នកមានអាយុប៉ុន្មានហើយអាណាតាវ៉ាណានសាយទេសកាបាទសួរបាទអញ្ចឹងមកក៏បានដែរដោយសារតែយើងអត់ទាន់ចេះពាក្យអីផ្សេងណាបាទអញ្ចឹងយើងនឹងសួរបែបហ្នឹងមកបាទតើអ្នកមានអាយុប៉ុន្មានហើយឬក៏អ្នកមានអាយុប៉ុន្មានដែរចម្លើយហើយនៅក្នុងខ្ញុំដាក់ថានេះ UQ សាយទេសនេះ UQ សាយទេសបាទអញ្ចឹងមានថាខ្ញុំមានអាយុ25 29ឆ្នាំណាសំទោសខ្ញុំមានអាយុ29ឆ្នាំគឺនេះ UQ សាយទេសអញ្ចឹងកន្លែងចុចនេះយើងគ្រាន់តែបំពេញនៅអាយុរបស់យើងឧទាហរណ៍ថា10ឆ្នាំ U សាយ12ឆ្នាំ Uni សាយ15ឆ្នាំ Yugo សាយបាទ25ឆ្នាំនេះ Yugo សាយអញ្ចឹងមកណាបាទសាយទេសណា Yugo សាយទេសបាទអញ្ចឹងគឺយើងគ្រាន់តែបំពេញនៅកន្លែងនេះនឹងគ្រាន់តែដាក់ជាគោលសម្រាប់ឲ្យយើងធ្វើការសម្គាល់ដូចជានៅចំណាំណាបាទនៅកន្លែងហ្នឹងបាទអូខេហើយសូមទៅបន្ទុកប្រយោគមួយទៀតគឺបាទដែលជាប្រយោគចុងក្រោយបាទទី7ណាអញ្ចឹងគេសួរថាあなたはどこに住んでいますかあなたはどこに住んでいますかអញ្ចឹងគេសួរថាតើអ្នករស់នៅឯណាឬក៏អ្នកនៅណាដែរណាបាទអញ្ចឹងគឺតកតងដូចសំណួរបាទគ្រាន់តែខុសមកពីនឹងកន្លែងស្នាក់នៅរបស់យើងទេបាទចំណោទឲ្យវាសំណួរនៅទី3ទី4ណាបាទអញ្ចឹងគឺអាណាតាវៈដូកូនីស៊ុនដេអ៊ីម៉ាស្កាតើអ្នកស្នាក់នៅឬក៏រស់នៅណាដែរណាបាទអញ្ចឹងគឺខ្ញុំដាក់ភ្នំពេញទៀតហើយបាទអញ្ចឹងគឺបើសិនបើស្រុកកំណើតក៏ដូចជាកន្លែងយើងស្នាក់នៅណាយើងដាក់នៅហ្នឹងមកបាទឧទាហរណ៍ថានៅកំពង់ឆ្នាំងបាទដោយសារខ្ញុំអ្នកនៅកំពង់ឆ្នាំងអញ្ចឹងថាហើយកំពង់ឆ្នាំងនេះស៊ុនដេអ៊ីម៉ាសអញ្ចឹងគឺខ្ញុំរស់នៅខេត្តកំពង់ឆ្នាំងឬក៏នៅកំពង់ឆ្នាំងណាបាទអញ្ចឹងគឺយើងដាក់ឈ្មោះខេត្តរបស់យើងមកបាទហើយស៊ុនដេអ៊ីម៉ាសបាទរស់នៅតំបន់ឬក៏នៅខេត្តហ្នឹងបាទបើនៅជប៉ុនគឺវាមានខេត្តរបស់គេបាទអូខេតូក្យូនេះស៊ុនដេអ៊ីម៉ាសហើយអូសាកានេះស៊ុនដេអ៊ីម៉ាសចឹងមកបាទហ្នឹងបើសិនបើយើងនៅក្នុងប្រទេសជប៉ុនណាអញ្ចឹងបើនៅប្រទេសកម្ពុជាយើងអាចដែរកែបពឹនេះគឺខេត្តកែបណាបាទកែបពឹនេះស៊ុនដេអ៊ីម៉ាសកំពតតូនេះស៊ុនដេអ៊ីម៉ាសតាកេអូនេះស៊ុនដេអ៊ីម៉ាសអញ្ចឹងនៅខេត្តកំពតនៅខេត្តតាកែនៅខេត្តផ្សេងៗដែលយើងនេះបាទស៊ុនដេអ៊ីម៉ាសបាទគឺរស់នៅខេត្តហ្នឹងណាបាទអញ្ចឹងគឺយើងសូមអានសំណួរឲ្យបានច្រើនដងច្រើនសារដើម្បីបាទសិក្សារៀនសូត្រណាបាទដើម្បីយកទៅនិយាយជាមួយនឹងសិស្សច្បងក៏ដូចជារៀនគេហៅថារៀនឈឺនេះហុងរៀនឈឺណាបាទឲ្យបានច្រើនយើងនឹងឆាប់ចេះនិយាយភាសាជប៉ុនផងដែរបាទអញ្ចឹងគឺថ្ងៃហ្នឹងសន្សេមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកទៅដល់កូនសិស្សអរគ្នាដែលសិក្សារៀនសូត្របាទរាល់ថ្ងៃណាបាទអញ្ចឹងគឺជាចុងក្រោយជូនពរសំណាងល្អបាទសង្ឃឹមថាទទួលបានបាទចំណេះដឹងពីវីដេអូមួយនេះផងដែរអូខេបាយបាយ